បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំប្រាប់ពីរបៀបដោះនិងសម្អាតទៅលើម៉ាស៊ីនបូមទលី Brandison តោះទៅមើលវីដេអូទាំងអស់គ្នាឥឡូវយើងធ្វើការមូលដើម្បីដោះទៅលើក្បាលបូមដើម្បីយកទៅសម្អាតយើងដោះចេញមកហើយយើងដោះក្បាលបូមមកដើម្បីយកទៅសម្អាតហើយឥឡូវយើងធ្វើការដោះទៅលើ filter នៅពេលដែលយើងដោះយើងមូលវាដោយសារតែក្នុងនឹងមានដីយើងត្រូវសម្អាតក្នុងនឹងដែរបងបានឃើញអញ្ចឹងនេះគឺជាធុងសម្រាមយើងដោះទៅលើធុងសម្រាមវាចោលទៅបន្ទាប់មកយើងធ្វើការឆ្កឹះដើម្បីដោះលើក្បាលបូមឥឡូវនេះគឺជាអ្វីដែលយើងត្រូវសម្អាតតោះឥឡូវយើងធ្វើការសម្អាតទាំងអស់គ្នាយើងដាក់សាប៊ូយើងដោះទៅយើងដោះទាំងក្បាលបូមដោះទាំងក្បាលដើម្បីសម្អាតវាជាទូទៅយើងត្រូវសម្អាតរយៈពេល1ខែទៅ2ខែយើងសម្អាតម្ដងដើម្បីឲ្យវាស្អាតឥឡូវយើងធ្វើការដាក់ចូលទៅដាក់ចំកលាក់វាហើយបន្ទាប់មកយើងយក filter ទៅដាក់ក្នុងក្បាលម៉ាស៊ីនរបស់យើងបន្ទាប់មកយើងដាក់ជាមួយនឹងបណ្ដាកាន់របស់យើងហើយបន្ទាប់មកចូលទៅហើយធ្វើការមូលវាចូលទៅដើម្បីឲ្យដូចដើមដើម្បីអាចបូមបានបាទអរគុណសម្រាប់ការទស្សនាវីដេអូនេះ